បទដាក់ទង់ព្រះពុទ្ធសាសនាជាតិយើងអ្នកកាន់សង្ឃនាត្រូវដឹងច្បាស់ថាព្រះពុទ្ធចិនស្រីទ្រង់មានឆោពណ៌រាំងសីគឺព្រះរាំងស្មីទាំង6ពណ៌សាយចេញពីព្រះកាយទ្រង់រុងរឿងរិទ្ធរងប្រសាបឆ្វៀតឆ្វាតកាយឆើតឆាយល្អទាំង6ពណ៌ស្រង់លោសោភាកំណើតនៃព្រះរាស្មីកើតដោយបារមីនៃព្រះភង្គវីធ្វើទានឥតមានរុញរាកាលដែលនៅជាព្រះពោធិសត្វរាំងស្មីពណ៌ខៀវនោះណាកាឆ្កៀលនេត្រាទ្រង់ដោយចិត្តកាត់ឲ្យទានដល់អន្តព្រានបាត់កាលនៅជាក្សត្រនាមស្រីពិរៀងរាំងស្មីពណ៌លឿងភ្លឺថ្លាកាលដែលទ្រង់អាសាច់ផែធ្វើមៀងបិទពុនទ្រូភ្លឺអោភាព្រះអិនជាងមាទ្រង់វ័យបណ្ឌិតរាំងស្មីក្រហមនោះណាកាលដែលមេដាពងខំស្លាប់ពិតបតទុំស៊ូបដូរជីវិតអាបែងដងបិទធ្វើថ្នាំមេដារាំងស្មីពណ៌សសុទ្ធសាធកាជាព្រះបាទវេសន្តកសត្រាឲ្យទានដំរីសល្អសោភាតព្រាមប្រាថ្នាយកពោធិញ្ញាណរាំងស្មីពណ៌ដូចជើងហងកាមេដាទ្រង់យ៉ាងចាប់យកបានវិជាធអាសាច់ប្រាណឲ្យយ៉ាងសាមានស៊ីបដូរជីវិតរាំងស្មីពណ៌ភ្លេចពនរីកាជាទុនសាយឈ្មោះសោមបណ្ឌិតឲ្យទានសាច់ឈាមជីវិតដល់អន្តព្រានពិតថាអត់អារាំងស្មីខៀវលឿងក្រហមសហងស្បានព្រមទាំងភ្លេចអង្គចាត្រូវជា6ប្រការទាំងចាំងកុមារចូលចាំទុកអើយ